សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកលាយចំណីឲ្យមន់បងប្អូនការងារដែលអត់មានប្រាក់ខែបងប្អូនហ្នឹងហើយមន់ហ្នឹងគឺមួយអាទិត្យបានឲ្យចំណីម្ដងបងប្អូនអាណិតគ្នាដែរគេយូរឲ្យម្ដងហើយពេលទៅដល់គឺរត់តាមហ្មងឲ្យតែឃើញម្ចាស់ទៅដល់ភ្លាមនឹងវារត់តាមរយចំណីហ្នឹងហើយអត់មានអីច្រើនដែរបងប្អូនខ្ញុំលាយបាយទៅហើយអាពោតដែលគេកិនស្រាច់ហ្នឹងហើយនឹងដាក់ចំណីមិនពងតិចដែរទៅដោយសារឥឡូវវាកំពុងតែពងអញ្ចឹងណាបងប្អូនបាទយើងលាយមកហ្នឹងហើយប៉ុណ្ណឹងដាក់តែម្ដងអស់ហ្មងកន្លះចានដែកជាទូទៅដោយសារយើងដាំបាយតិចដែរហើយឥឡូវស្រួលដែរដោយសារយើងបានធ្វើអាស្នូកវាហ្នឹងបងប្អូនក៏មុនអត់ទេយើងដាក់លើសង្កសីយើងដាក់ទៅលើអាកូនថាសទៅមានឯណាអូបាច់ទេវាចាក់ស៊ីតិចវាក៏កាយតិចអស់លលេងនោះឥឡូវមុនដាក់នៅនឹងក្របធុងហ្នឹងហើយក៏វាមានថាចេះស៊ីស្រួលទេគឺដាក់ហើយគឺកាយចេញពីធុងមិនវាស៊ីចេញពីក្របហ្នឹងមិនវាស៊ីតែឥឡូវយើងដល់ពេលយើងមកដាក់ជាមកយើងមកធ្វើស្នូកអញ្ចឹងគឺស្រួលមែនតើគឺវាស៊ីអត់សូវកប៉ុបហើយវាស៊ីទៅវាបានច្រើនទៀតហ្នឹងហើយម្យ៉ាងយើងដាក់អញ្ចឹងយើងដាក់អាដៃនឹងការពារផងវាល្អដោយសារអត់កុំឲ្យឆ្កែវាលួចស៊ីបាទហើយអានេះមានអារម្មណ៍ថាធំលឿនមែនតើបងប្អូនដូចទឹមញាស់មួយថ្ងៃមុនសោះឥឡូវក៏ឡងស្ទុះធំមែនតើតែអត់ហ៊ានទៅស៊ីចិត្តអាធំទេធំវាចឹកហ្នឹងហើយគ្នាវាទួយដែរហ្នឹងហើយអត់មានអីច្រើនទេបងប្អូនបាទហើយយើងជាទូទៅមួយអាទិត្យអីចឹងហ្នឹងហើយដូរទឹកម្ដងលាងវាស្អាតព្រោះទុកវាយូរទៅវាដុះស្នឹមវាដុះក្អែលចឹងណាមានស្លាយមានអីចឹងទៅហើយក៏មលីដាក់ទឹកដាក់អីឲ្យវាទៅបាទហ្នឹងហើយចាំទៅបងប្អូនដាក់ចោលនៅចកាហ្នឹងខ្លាចថ្ងៃណាដាច់ស្បៀងដាច់អីទៅគ្រាន់បានបដោះគោយម្ដងមកកាលអញ្ចឹងណាបងប្អូនហើយក៏ពេលយើងទៅដល់ទៅយើងឃើញមានមន់មានអីទៅមានដំណាំមានអីទៅវាម្យ៉ាងដែរណាបងប្អូនវាដូចថាយើងវាលៀបគណៈដូចថាស្រុកស្រែដូចចំការអញ្ចឹងទៅវាrelax ហ្នឹងហើយធ្វើអារម្មណ៍យើងស្រស់ស្រាយម្យ៉ាងដែរណាបងប្អូនបាទពេលយើងទៅពេលយើងទៅមកសប្តាហ៍